ស្វាគមន៍ប្រិយមិត្តវិលមកកាន់វីដេអូសម្ដែងរឿងរបស់ Admin ដែលរឿងនេះគឺមានចំណងជើងថា Character Maxwell ឆ្នាំ2022 ហើយសេរីរឿងនេះក៏បាននិយាយអំពីអ្នកទោសដែលមានវេទមន្តមួយចំនួនក៏បានជាប់នៅក្នុងពន្ធនាគារក៏ប៉ុន្តែមុននឹងសម្រាប់សេរីរឿងក៏សូមប្រិយមិត្តទាំងអស់គ្នាមេត្តាជួយចុច Subscribe ក៏ដូចជា Like និង Comment ទៅលើ Channel YouTube Admin ម្នាក់មួយផងរឿងនេះគឺបានកើតឡើងនៅក្នុងពន្ធនាគារមួយដែលគ្មានអ្នកទោសណាម្នាក់គឺជាមនុស្សធម្មតានោះទេអ្នកទោសគ្រប់រូបនៅទីនោះគឺសុទ្ធតែជាអ្នកមានសមត្ថភាពពិសេសដល់គ្រោះថ្នាក់អ្នកខ្លះអាចបញ្ជាអគ្គិសនីបានអ្នកខ្លះទៀតគឺអាចមើលចិត្តមនុស្សបានហើយអ្នកខ្លះទៀតក៏អាចបាត់ខ្លួនពីកន្លែងមួយទៅកាន់កន្លែងមួយផ្សេងទៀតភ្លាមការប្រមូលផ្ដុំអក្រិតជនដែលមានធម៌ពលខ្លាំងក្លាជាច្រើនរួមគ្នានៅក្នុងពន្ធនាគារតែមួយគឺជាកិច្ចការដ៏គ្រោះថ្នាក់បំផុតដូច្នេះតើមានអ្វីកើតឡើងប្រសិនបើអ្នកទោសទាំងអស់នោះមានធម៌ពលពិសេសទាំងនេះសម្រាប់ចិត្តប្រយុទ្ធតបតឬកិច្ចខ្លួននោះហើយគឺជាអ្វីដែលយើងត្រូវស្វែងយល់នៅក្នុងរឿងនេះត្រូវបានចាប់ផ្ដើមឡើងនៅក្នុងចំណោមរថយន្តក្រុមដីមួយមនុស្សមួយក្រុមដែលមានសមត្ថភាពពិសេសដល់គ្រោះថ្នាក់មួយក្រុមគឺបានឡោមព័ទ្ធបរិសម្នាក់ដែលមានឈ្មោះថា Jack គេធ្លាប់ធ្វើការពួកគេកាលពីមុនមកក៏ប៉ុន្តែវាត្រូវបានបរាជ័យក្នុងបេសកកម្មដ៏សំខាន់មួយហើយឥឡូវនេះក្រុមបងខ្លាសក៏ចង់សម្លាប់គេថែមទៀតផងគេមានការភ័យខ្លាចជាខ្លាំងពីព្រោះគេដឹងថាមនុស្សទាំងអស់នេះគឺមិនអត់អន់ទោសឲ្យគេនោះឡើយក៏ប៉ុន្តែមុនពេលពួកវាសម្លាប់គេបានវីរបុរសដែលអាចកំបាំងម្នាក់ក៏បានលេចមុខឡើងភ្លាមអ្នកនោះគឺគេមានឈ្មោះថា Payback គេបានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដែលមានរូបសញ្ញាជ័យឆ្កាងនៅលើដើមទ្រូងរបស់គេនៅខណៈពេលដែលគេកំពុងតែលេចមុខមកស្ថានភាពទាំងអស់ក៏ត្រូវបានផ្លាស់ប្ដូរ Payback គេបានដល់កំភ្លើងយ៉ាងលឿនហើយចាប់ផ្ដើមបាញ់វាយប្រហារទៅលើក្រុមសមាជិកទាំងអស់នោះការវាយប្រហាររបស់គេគឺពិតជាលឿនខ្លាំងមែនទែននិងកាប់ចាក់គ្នាយ៉ាងសាហាវហើយក្នុងរយៈពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះអក្រិតជនជាច្រើនក៏ត្រូវបានបាញ់សម្លាប់មិនយូរប៉ុន្មានសត្រូវតែ2នាក់តែប៉ុណ្ណោះដែលមានជីវិតរស់នៅ Payback គេក៏បានបាញ់តបតទៅលើពួកគេដែរក៏ប៉ុន្តែកំភ្លើងរបស់គេមិនមានប្រសិទ្ធភាពនោះទេពីព្រោះថាមនុស្សទាំងអស់នោះគេបានពាក់អាវក្រោះដើម្បីការពារក្របដោយគេដូច្នេះ Payback គេក៏បានបោះបង់កំភ្លើងរបស់គេចោលហើយក៏បានសម្រេចចិត្តប្រយុទ្ធតទល់ជាមួយនឹងពួកគេផ្ទាល់វិញតែម្ដងចារកម្មម្នាក់គេក៏បានខ្លាចជាអ្នកប្រយុទ្ធដ៏ជំនាញហើយគេក៏បានវាយប្រហារទៅលើ Payback ដោយមានការប្រដៅប្រជើងថែមទៀតផងក្នុងអំឡុងពេលដែលប្រយុទ្ធនោះបរិសម្នាក់នោះថែមទាំងបានឆក់យកកាំបិតរបស់ Payback ហើយចាក់ចំជើងរបស់គេថែមទៀតផងតែមួយផ្លែតក្រោយមកស្ថានភាពមើលទៅដូចជាមិនល្អសោះសម្រាប់ Payback ប៉ុន្តែ Payback គេមិនបានបោះបង់ក្នុងការប្រយុទ្ធជាមួយនឹងចារកម្មទាំងអស់នោះបានឡើយបើទោះបីជារបួសធ្ងន់ក៏ដោយគេបានវាយប្រហារតបតទៅវិញយ៉ាងខ្លាំងក្លាគេបានបាត់ដៃបាត់ជើងចារកម្មនោះរួចធ្វើឲ្យគេបាត់បង់សមត្ថភាពប្រយុទ្ធទាំងស្រុងហើយក៏ទម្លាក់គេទៅលើដីមុននឹងសម្លាប់គេឥឡូវនេះគេមានសត្រូវតែមួយគត់ដែលមានជីវិតចំណែកឯចារកម្មចុងក្រោយនោះមើលទៅគួរឲ្យខ្លាចណាស់ពីព្រោះថារូបរាងកាយរបស់គេគឺជាមនុស្សពាក់កណ្ដាលនិងបិសាចពាក់កណ្ដាលចំណែកឯបិសាចនោះគេក៏បានសម្ដៅទៅរកភ័យបែកទឹកកំហឹងរបស់គេក៏ប៉ុន្តែភ័យបែកគេនៅតែរក្សាភាពស្ងៀមស្ងាត់របស់គេដដែលខណៈពេលដែលបិសាចម្នាក់នោះបានស្ទុះមករកភ័យបែកគេក៏បានប្រកាសដាប់ដៃរបស់គេដើម្បីវាយប្រហារទៅលើបិសាចនោះដូចនៅលើដីបន្ទាប់មកគេក៏បានវាយប្រហារទៅលើភ្នែករបស់បិសាចនោះម្នាក់ទៀតដែលចុងក្រោយគេក៏បានចូលឈ្នះលើបិសាចនោះផងដែរក្រុមបងខ្លាដែរទាំងមូលឥឡូវនេះគឺត្រូវបានស្លាប់បាត់បង់ជីវិតអស់បាត់ទៅហើយចែកគឺមិនអាចជឿនៅអ្វីដែលទើបតែនឹងបានកាត់ឡើងនោះទេគេគិតថាភ័យបែកបទីនេះគឺដើម្បីជួយសង្គ្រោះជីវិតរបស់គេហើយគេក៏បានអរគុណទៅដល់ចែកថែមទៀតផងប៉ុន្តែបន្ទាប់មកភ័យបែកគេបានទម្លាយការពិតដល់គួរផ្ចាស់ផ្អើលមួយថាគេមកទីនេះគឺមិនមែនដើម្បីជួយសង្គ្រោះចែកនោះទេគឺគេមកទីនេះគឺដើម្បីជាការសងសឹកយោងតាមភ័យបែកចែកគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់កូនស្រីខ្លួនដោយមិនបង្អង់យូរភ័យបែកគេក៏បានដាក់កំភ្លើងតម្រង់ចំក្បាលចែករួចបាញ់សម្លាប់គេភ្លាមប៉ុន្មាននាទីក្រោយមកប៉ូលីសក៏បានមកដល់ចំណតឡានក៏ប៉ុន្តែជំនួសឲ្យការរត់គេចខ្លួនភ័យបែកគេក៏បានទម្លាក់អាវុធចុះដោយស្ងប់ស្ងាត់ហើយប្រកល់ខ្លួនឲ្យប៉ូលីសតាមសម្រួលដោយគ្មានការតស៊ូអ្វីឡើយហេតុការណ៍ទាំងអស់នេះកំពុងតែកើតមានឡើងនៅក្នុងទីក្រុងឡូវីសដែលជាទីក្រុងមួយត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះថ្នាក់មហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់មួយដែលមានឈ្មោះថាផលការផ្ទុះនេះបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាជននិងរាលដាលវិសុទ្ធកម្មដ៏គ្រោះថ្នាក់បំផុតនៅគ្រប់ទីកន្លែងប៉ុន្តែមានរឿងចម្លែកមួយបានកើតឡើងបន្ទាប់ពីគ្រោះមហន្តរាយមនុស្សដែលបានរស់រានមានជីវិតបន្ទាប់ពីវិសុទ្ធកម្មបានចាប់ផ្ដើមបំផ្លាញពូជផ្សេងគ្នាមនុស្សជាច្រើនទទួលបានធម៌ពលលើពីអ្វីដែលខ្លួនឯងមានអ្នកខ្លះទទួលបានកម្លាំងមហិមាអ្នកខ្លះអាចបញ្ជាចរន្តអគ្គិសនីហើយអ្នកខ្លះទៀតអាចបើកទ្វារធម៌ពលដល់គ្រោះថ្នាក់ជាងនេះទៅទៀតជាការពិតណាស់ចារកម្មទាំងអស់នេះបានចាប់ផ្ដើមប្រើប្រាស់ធម៌ពលទាំងអស់នេះយ៉ាងលឿនសម្រាប់ធ្វើនៅបទល្មើសឬអំពើហិង្សាផ្សេងខុសពីផ្លូវច្បាប់ស្ថានភាពនេះបានក្លាយជាការគ្រោះថ្នាក់ដ៏ខ្លាំងក្លារហូតដល់រដ្ឋាភិបាលអាមេរិកគ្មានជំរឿសក្រៅពីបង្កើតប្រព័ន្ធសន្តិសុខពិសេសដើម្បីទប់ស្កាត់ពួកវាហើយដំណោះស្រាយដ៏ធំបំផុតនោះគឺពន្ធនាគារដែលមានសន្តិសុខតឹងរ៉ឹងបំផុតនោះគឺមានឈ្មោះថា Senti Prison ពន្ធនាគារនេះគឺត្រូវបានសាងសង់ឡើងយ៉ាងពិសេសសម្រាប់ចារកម្មដែលមានធម៌ពលពិសេសអ្នកទោសគ្រប់រូបនៅទីនោះសុទ្ធតែជាអ្នកមានសមត្ថភាពដ៏ខ្លាំងក្លាដែលធ្វើឲ្យ Senti Prison ក្លាយជាពន្ធនាគារដ៏គួរឲ្យភ័យខ្លាចបំផុតមួយនៅក្នុងពិភពលោកពន្ធនាគារនេះគឺត្រូវបានគ្រប់គ្រងដោយចៅហ្វាយក្រុង Delevingne ដែលជាបរិសុទ្ធដ៏កាយសាហាវនិងពុករលួយដែលចូលចិត្តឃុំឃាំងមនុស្សដែលមានធម៌ពលខ្លាំងពិសេសហើយអ្វីដែលអាក្រក់បំផុតនោះគឺគេមិនខ្វល់ទេថាគេគឺជាអ្នកទោស
ទូពិតប្រាកដឬមួយក៏យ៉ាងណានោះទេឲ្យតែនរណាម្នាក់ហ៊ានប្រឆាំងជាមួយនឹង Daily Win គឺតែងតែធ្វើបាបជានិច្ចនៅថ្ងៃមួយ Daily Win គេទទួលបានដំណឹងថាមានក្រុមអ្នកទោសថ្មីមួយក្រុមទៀតកំពុងតែមកដល់ Santi Print ក្នុងចំណោមពួកគេនោះក៏មាន Payback និងអ្នកទោសបាក់បងវ័យក្មេងម្នាក់ដែលមានឈ្មោះថា Diego Diaz ផងដែរភ្លាមៗនៅពេលដែលពួកគេមកដល់ពួកគេក៏ត្រូវបានឡោមព័ទ្ធដោយមន្ត្រីពន្ធនាគារដែលមានឈ្មោះថា Danny និង Liz Morales ដែលធ្វើការក្រុមការបញ្ជារបស់លោកសេនាធិការដែលមានឈ្មោះថា Jason Brody មន្ត្រីទាំងនោះគឺបានចាប់ផ្ដើមពិនិត្យទោសថ្មីភ្លាមៗក្នុងអំឡុងពេលនោះពួកគេក៏បានបញ្យល់ពីវិធានការសំខាន់បំផុតរបស់ពន្ធនាគារអ្នកទោសគ្រប់រូបត្រូវតែពាក់កងជើងពិសេសមុនទៅចាប់ខ្លួនជានិច្ចកងជើងដៃនេះក៏មានផ្ទុកសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា Nelly ដែលជាសារធាតុត្រូវបានរចនាឡើងដើម្បីរារាំងបិទបាំងថាមពលរបស់ពួកគេបើទោះបីជាអ្នកទោសមានថាមពលខ្លាំងក្លាយ៉ាងណាក៏ដោយសារធាតុនេះរក្សាថាមពលរបស់ពួកគេឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីពន្ធនាគារក៏ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេកងជើងនេះក៏អាចបញ្ជូនចរន្តអគ្គិសនីឆក់យ៉ាងខ្លាំងក្លាទៅដល់អ្នកទោសណាដែលមានបំណងចង់ធ្វើបាបក៏ដូចជាចង់រត់គេចចេញពីពន្ធនាគារផងដែរដូច្នេះប្រសិនបើមានអ្នកទោសណាម្នាក់ចង់បង្កបញ្ហានៅក្នុងពន្ធនាគារមន្ត្រីពន្ធនាគារអាចដាក់ទោសពួកគេបានភ្លាមៗដោយគ្រាន់តែចេញបតុងមួយដើម្បីឲ្យចរន្តអគ្គិសនីនេះឆក់ពួកគេភ្លាមៗភ័យបែកមើលទៅហាក់បីដូចជាមិនមានការភ័យខ្លាចទៅដល់សោះចំពោះរឿងទាំងអស់នេះគេឈរនៅយ៉ាងស្ងៀមស្ងាត់ប្រៀបបីដូចជាគ្មានន័យអ្វីទៅដល់សោះសម្រាប់ភ័យបែកក៏ប៉ុន្តែកាពីតិនដែលមានឈ្មោះថា Brody គេក៏បានសម្រេចចិត្តបង្រិតមេរៀនមួយទៅដល់ភ័យបែកភ្លាមៗដោយកាពីតិនដែលមានឈ្មោះថា Brody ក៏បានយក tablet នៅក្នុងដៃរបស់ខ្លួនដើម្បីបិទដំណើរការចរន្តអគ្គិសនីនៅលើកងជើងរបស់ភ័យបែកក្នុងរយៈពេលតែប៉ុន្មានវិនាទីការឆក់អគ្គិសនីដ៏ខ្លាំងក្លាក៏បានបុកចំរាងកាយរបស់ភ័យបែកដែលធ្វើឲ្យភ័យបែកដួលទៅលើដីភ្លាមៗបន្ទាប់ពីមានការប្រមានច្បាស់លាស់ហើយអ្នកទោសថ្មីក៏ត្រូវបាននាំទៅបន្ទប់ឃុំឃាំងរបស់ពួកគេហើយនៅព្រឹកបន្ទាប់ពួកគេក៏ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារជាលើកដំបូងក៏ប៉ុន្តែភ័យបែកក៏ត្រូវបានជួបបញ្ហាមួយដ៏ធំគណៈពេលនោះអ្នកទោសម្នាក់ដែលមានឈ្មោះថា Jim គេបានចំណាំភ័យបែកភ្លាមៗតាមពិតទៅសមាជិកក្រុមបង្ក្រាបដែលភ័យបែកបានសម្លាប់នៅទីតាំងចំណាត់ឡានគឺជាបងប្អូនបង្កើតរបស់ Jim នៅខណៈពេលដែល Jim ដឹងការពិតគេក៏បានបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់គេហើយគេក៏បានស្ទុះទៅពីប្រហារភ័យបែកនៅចំពោះមុខអ្នកទោសគ្រប់គ្នាក៏ប៉ុន្តែភ័យបែកគេក៏មានការរហ័សរហួនគេក៏បានគេចផុតពីការវាយប្រហារយ៉ាងងាយស្រួលហើយបានវាយតបតទៅកាន់ Jim យ៉ាងចាស់ដៃថែមទៀតផងក្នុងរយៈពេលប៉ុន្មាននាទីការវាយប្រហារគ្នាដ៏សាហាវឃោឃៅក៏បានចាប់ផ្ដើមឡើងនៅចំកណ្ដាលពន្ធនាគារ Diego គេបានមើលហេតុការណ៍ទាំងមូលហើយក៏មានការភ្ញាក់ផ្អើលជាខ្លាំងគេឆ្ងល់ណាស់ថាហេតុអ្វីបានជាឆ្មាំគុកមិនព្រមខាត់ពួកគេបែរជាបណ្ដោយឲ្យពួកគេវាយគ្នាទៅវិញនៅពេលនោះហើយដែលមានអ្នកទោសម្នាក់ទៀតដែលមានឈ្មោះថា Golden ដែលគេតែងតែស្គាល់ថា Lightning Road បានបញ្យល់ពីរបៀបនៃការរស់នៅក្នុងពន្ធនាគារនេះទៅកាន់ Diego ថាយោងតាម Golden គេបានបញ្យល់ទៅកាន់ Diego ថាឆ្មាំនឹងចូលមកជួយពួកគេលុះត្រាណាតែមានអ្នកទោសម្នាក់ទៀតរៀបនឹងសម្រាប់អ្នកទោសម្នាក់ទៀតដែលរាប់ណាពួកគេគ្រាន់តែវាយតបគ្នាពួកគេមិនខ្វល់អ្វីនោះឡើយការវាយតបគ្នារវាងភ័យបែកនិង Jim គឺកាន់តែខ្លាំងទៅបើទោះបីជាគ្មានធម៌ពលក៏ដោយក៏ពួកគេទាំងពីរអ្នកវាយគ្នាយ៉ាងសាហាវផងដែរ Jim គេបានដើរមកដៃចំច្រមុះរបស់ភ័យបែកដែលបណ្ដាលឲ្យច្រមុះរបស់ភ័យបែកហូរឈាមជាខ្លាំងក៏ប៉ុន្តែជំនួសឲ្យការឈប់ភ័យបែកក៏បានប្រើឈាមរបស់គេដើម្បីគូសជាសញ្ញាជឿឆ្កាននៅលើមុខរបស់គេដែលជាសញ្ញាដូចជាសញ្ញានៅលើអាវកាលពីគេបានវាយតបគ្នានៅទីតាំងចំណតឡានមុនពេលដែលគេបានចូលគុកបន្ទាប់មកភ័យបែកគេបានប្រែក្លាយទៅជាកាយសាហាវបំផុតហើយបានវាយប្រហារទៅកាន់ Jim ម្ដងហើយម្ដងទៀតហើយថែមទាំងគម្រាមសម្លាប់ Jim នៅទីនោះថែមទៀតផងមុនពេលរឿងរ៉ាវកាន់តែវែងឆ្ងាយឆ្មាំពន្ធនាគារដែលមានឈ្មោះថា Liz ក៏បានជួបអន្តរាគមន៍ដោយប្រើប្រព័ន្ធគ្រប់គ្រងហើយនឹងក៏បានបើកដំណើរការកងកជើងរបស់អ្នកទោសទាំងពីរហើយក៏ឆក់ពួកគេដោយអគ្គិសនីបញ្ចប់ការវាយតបគ្នាភ្លាមៗបន្ទាប់មកបរិបទទាំងពីរដែលនោះក៏បានយកទៅមន្ទីរពេទ្យភ្លាមៗនៅពេលដែលស្ថានភាពត្រូវបានស្ងប់ស្ងាត់ Diego គេចាប់ផ្ដើមនិយាយជាមួយនឹង Golden ដោយសារតែ Golden គេបានរស់រានមានជីវិតនៅក្នុងពន្ធនាគារនេះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ Diego គេក៏បានសួរទៅកាន់ Golden ថាតើគេអាចរស់នៅក្នុងពន្ធនាគារនេះយ៉ាងយូរបានដូចម្ដេច Golden គេបានប្រាប់ទៅកាន់ Diego ថាអាប្អូនប្រុសបើសិនជាឯងចង់រស់នៅក្នុងពន្ធនាគារនេះបានយូរឯងត្រូវតែមានវិធានការទាំង4នេះតាមយើងទី1រក្សាកន្លែងរបស់ឯងឲ្យបានស្អាតជានិច្ចទី2កុំខ្វល់ពីរឿងអ្នកដទៃទី3កុំស្វែងរកបញ្ហាដាក់ខ្លួនឲ្យសោះចំណុចឲ្យទី4វិញកុំខ្ជិលរបស់អ្នកទោសផ្សេងទៀតឲ្យសោះបន្ទាប់មក Golden ក៏បានផ្ដល់ការព្រមានមួយទៀតទៅកាន់ Diego ថាកុំប្រាប់នរណាម្នាក់ឲ្យសោះថាឯងនៅសល់រយៈពេលប៉ុន្មានទៀតថានឹងត្រូវបានចេញពីគុក Diego គេបានទម្លាយថាគេនៅសល់រយៈពេលត្រឹមតែ5ឆ្នាំទៀតប៉ុណ្ណោះគេនឹងត្រូវបានចេញពីគុកហើយ Diego គេក៏បានប្រាប់ទៅវិញភ្លាមៗថាឲ្យរក្សាការសម្ងាត់នេះឲ្យមែនតែនអ្នកទោសភាគច្រើននៅក្នុង Santi Print នេះកំពុងតែជាប់គុកអស់មួយជីវិតហើយប្រសិនបើពួកគេដឹងថា Diego គឺនៅមានឱកាសចេញពីពន្ធនាគារនៅថ្ងៃណាមួយពួកគេនឹងមិនសុខចិត្តឡើយពួកគេនឹងតាមសម្លាប់ Diego ចាច់ជាបំខានបន្ទាប់ពីបានដឹងរឿងរ៉ាវទាំងអស់នេះហើយ Diego គេក៏បានកាត់ចិត្តចង់ឃើញចង់ដឹងអំពីអ្នកទោសដែលគួរខ្លាចបំផុតនៅក្នុងពន្ធនាគារទាំងមូលហើយអ្នកទោសដែលគួរខ្លាចបំផុតនៅក្នុងពន្ធនាគារនេះគឺមានឈ្មោះថា Julie Luft admin ក៏សូមហៅឈ្មោះថា Julie Golden គេបានបញ្យល់ទៅកាន់ Diego ថា Julie គឺជាមនុស្សដែលមានគ្រោះថ្នាក់បំផុតព្រោះគេមានថាមពលអាចបញ្ជាចិត្តមនុស្សបានសមត្ថភាពរបស់គេគួរឲ្យខ្លាចខ្លាំងណាស់រហូតដល់ពន្ធនាគារត្រូវឃុំឃាំងគេនៅក្នុងបន្ទប់ដាច់ដライពីគេថែមទៀតផងហើយគេក៏មានមនុស្សចំណិតម្នាក់ដែលមានឈ្មោះថា Darius ថែមទៀតផងហើយមនុស្សម្នាក់នោះគឺតែងតែតាមការពារគេរហូត
ផងដែរគូដិនគេក៏បានប្រមានទៅកាន់ឌីកូតាមទៀតថាប្រសិនបើសារធាតុញៀននៅក្នុងកង់ជើងពន្ធនាគារឈប់ដំណើរការនៅពេលណាជូលីគេអាចគ្រប់គ្រងអ្នករាល់គ្នានៅក្នុងគុកនេះបានទាំងមូលយ៉ាងងាយស្រួលក្នុងពេលជាមួយគ្នានោះផងដែរនៅក្នុងការិយាល័យពន្ធនាគារផ្នែកក្រុងដែលមានឈ្មោះថា Devilin បានបញ្ជូនឆ្មាំឲ្យនាំជូលីមកធ្វើការសាកសួរនឹងការកែប្រែខ្លួនធ្វើជាមនុស្សល្អសារឡើងវិញជូលីនៅពេលដែលគេមកដល់គេបានពាក់កង់ជើងនឹងរបាំងមុខដៃយ៉ាងធ្ងន់ធ្ងរគេត្រូវបាននាំចូលទៅក្នុងបន្ទប់បង្កឹតមួយដើម្បីធ្វើការសាកសួរខណៈពេលនោះមេគុកក៏បានសួរថាតើជូលីគេមានអារម្មណ៍កែប្រែខ្លួនហើយឬនៅបន្ទាប់ពីចំណាយពេលអស់ជាច្រើនឆ្នាំនៅក្នុងពន្ធនាគារក៏ប៉ុន្តែជូលីច្បាស់ជាមិនខ្វល់ខ្វាយពីការសាកសួរនេះទៅសោះជំនួសឲ្យការឆ្លើយគួរសមទៅវិញគេបានទេប្រមាថមេគុកនោះយ៉ាងខ្លាំងដោយគេនិយាយថាគេគ្រាន់តែចង់ត្រឡប់ទៅទីឃុំឃាំងរបស់គេវិញតែប៉ុណ្ណោះកុំសួរច្រើនពេកដោយសារតែអាកប្បកិរិយារបស់ជូលីការសាកសួររបស់មេគុកមិនទទួលបានលទ្ធផលអ្វីនោះឡើយជូលីក៏ត្រូវបានប្រកាសថាមិនសមស្របក្នុងការដោះលែងឲ្យមានសេរីភាពនោះឡើយហើយត្រូវបានបញ្ជាឲ្យបន្តនៅក្នុងពន្ធនាគារជារៀងរហូតបន្ទាប់ពីបញ្ចប់ដោយការសាកសួរហើយរឿងរ៉ាវមួយទៀតក៏បានចាប់ផ្ដើមកាត់ឡើងចៅវាយក្រុងក៏បានទម្លាយថាគេបានបើកក្លឹបប្រយុទ្ធមួយខុសច្បាប់នៅក្នុងពន្ធនាគារដើម្បីរកប្រាក់បន្ថែមទោះបីជាយ៉ាងណាក៏ដោយគេមានគម្រោងជួយនៅវត្តនៅពេលឆាប់នេះហើយនៅពេលដែលគេចាក់ចេញពីសេនទេព្រិនដែលជាពន្ធនាគារអ្វីដែលគេមាននោះគឺគ្រាន់តែជាប្រាក់បៀវត្សបន្តិចបន្តួចតែប៉ុណ្ណោះគេមិនចង់បានជីវិតធម្មតានោះទេគេចង់បានភាពមានស្តុកស្តម្ភភាពស៊ីវិល័យនិងភាពសំណុកសុខស្រួលទាំងស្រុងនេះហើយគឺជាមូលហេតុដែលគេចាប់អារម្មណ៍លើទ្រព្យសម្បត្តិលក្ខិតកំបាំងរបស់ជូលីតាមពិតទៅជូលីគេមានប្រាក់រាប់លានដុល្លារដែលចាក់សោនៅក្នុងធនាគារសម្ងាត់មួយដែលមានតែគេបណ្ដាគាត់ដែលអាចចូលប្រើប្រាស់វាបានដូច្នេះមេកូគេក៏បានផ្ដល់កិច្ចព្រមព្រៀងមួយទៅកាន់ជូលីប្រសិនបើជូលីព្រមផ្ទេរប្រាក់ទាំងអស់នោះមកឲ្យគេនឹងធានាថាជូលីនឹងរស់នៅក្នុងពន្ធនាគារយ៉ាងសំណុកសុខស្រួលប្រសិនបើជូលីបដិសេធមេកូនឹងចាប់បញ្ជូនគេទៅផ្នែកមន្ទីរពេទ្យដើម្បីវាកាត់ខួរក្បាលនិងលុបបំបាត់ធម្មពលរបស់គេទាំងអស់ដែលកំពុងតែមានជូលីគេបានដឹងខ្លួនហើយថាគេគ្មានជំរឿពិតប្រាកដនោះឡើយដូច្នេះគេក៏បានយល់ព្រមតាមកិច្ចព្រមព្រៀងក៏ប៉ុន្តែគេបានបញ្យល់ថាវាត្រូវការចំណាយពេលខ្លះមុនពេលដែលគេអាចចូលទៅកាន់គណៈនៃនោះបានចៅហ្វាយគុកក៏បានយល់ព្រមនឹងទុកពេលឲ្យគេដល់ថ្ងៃដែលគេជួយនិវត្តន៍ដើម្បីបញ្ចប់រឿងទាំងអស់នេះក៏ប៉ុន្តែមេគុកក៏បានប្រមានទៅកាន់ជូលីថាមិនឲ្យក្បត់គេឡើយប្រសិនបើជាជូលីក្បត់គេនឹងតាមប្រមាញ់ជូលីដល់ទីបញ្ចប់ទន្ទឹមនឹងនេះនៅផ្នែកមន្ទីរពេទ្យលោកស្រីវិជ្ជបណ្ឌិតដែលមានឈ្មោះថាអ៊ីសាបែលកំពុងតែព្យាបាលភ័យបែកបន្ទាប់ពីការវាយតប់គ្នាក្នុងពេលជាមួយគ្នានោះផងដែរឌីកូគេក៏បានមកដល់ទីនោះព្រោះគេត្រូវបានចាត់តាំងឲ្យធ្វើការសម្អាតបើទោះបីជាលោកស្រីវិជ្ជបណ្ឌិតអ៊ីសាបែលធ្វើការជាមួយនឹងអ ក្រិតជនដែលគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកក៏ដោយក៏លោកស្រីវិជ្ជបណ្ឌិតគឺជាមនុស្សចិត្តល្អនិងយកចិត្តទុកដាក់ក្នុងការងារបំផុតនាងមិនដូចជាបុគ្គលិកពន្ធនាគារផ្សេងនោះទេនាងតែងតែយកចិត្តទុកដាក់ចំពោះអ្នកទោសដែលមានជំងឺជានិច្ចនៅពេលដែលកំពុងតែនិយាយគ្នាឌីកូគេបានទម្លាយអំពីសមត្ថភាពផ្ទាល់ខ្លួនរបស់គេដែលគេបញ្យល់ថាសមត្ថភាពរបស់គេគឺអាចផ្សារភ្ជាប់ជាមួយអារម្មណ៍ទៅនឹងអារម្មណ៍បានយ៉ាងលឿនឌីកូគេអាចដឹងនិងយល់នៅអារម្មណ៍របស់អ្នកដទៃបានយ៉ាងលឿនថែមទៀតផងគឺមិនដូចអ្នកទោសនៅក្នុងគុកនេះឡើយគិតតែពីវ័យគ្នានឹងប្រំពើហិង្សានោះទេតាមពិតទៅឌីកូគេជឿជាក់ថាគេត្រូវបានឃុំឃាំងដោយអយុត្តិធម៌លោកស្រីវិជ្ជបណ្ឌិតអ៊ីសាបែលបានចាប់ផ្ដើមអាណិតដល់គេហើយនៅទាំងពីរក៏បន្តនិយាយគ្នាយ៉ាងស្ងប់ស្ងាត់ក៏ប៉ុន្តែរំពេចនោះរូបពេទ្យក៏ត្រូវបានគេហៅឲ្យទៅធ្វើការពិនិត្យសុខភាពរបស់ជូលីនៅក្នុងបន្ទប់មួយផ្សេងទៀតនៅពេលដែលនាងចាប់ផ្ដើមពិនិត្យជូលីរឿងរ៉ាវមួយដែលមនុស្សស្មានក៏ចាប់ផ្ដើមកើតមានឡើងដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍ភ័យបែកគេបានក្រោបពីក្រែពេទ្យដែលស្ងាត់ស្ងាត់ហើយដើរតាមវិជ្ជបណ្ឌិតអ៊ីសាបែលចេញទៅនៅគណៈពេលដែលភ័យបែកគេបានឃើញវិជ្ជបណ្ឌិតអ៊ីសាបែលឈរជិតជូលីគេបានបាត់បង់ការគ្រប់គ្រងអារម្មណ៍ទាំងស្រុងដោយសារតែជូលីគេគឺជាមនុស្សអាក្រក់បំផុតដែលមានការរស់នៅបច្ចុប្បន្នភ័យបែកគេបានសម្រេចចិត្តសម្លាប់គេតែម្ដងហើយបានវាប្រហារទៅលើវិជ្ជបណ្ឌិតអ៊ីសាបែលភ្លាមៗដែលធ្វើឲ្យនឹងសន្លប់មុនពេលតម្រង់ទិសដៅទៅសម្លាប់ជូលីនៅពេលដែលភ័យបែកគេរៀបនឹងសម្លាប់ជូលីឌីកូគេក៏បានចូលមកដល់ក្នុងបន្ទប់ហើយគេក៏បានខាត់តន់ពេលវេលាដោយសារតែប្រកម្លាំងទាំងអស់របស់គេឌីកូក៏បានចាប់ភ័យបែកជាប់នឹងគ្រប់គ្រងគេបានដោយសារតែសកម្មភាពរបស់ឌីកូឆ្មាំគុកក៏បានមកដល់មុនពេលរឿងរ៉ាវកាន់តែអាក្រក់ឡើងហើយក៏បានអូសភ័យបែកទៅកាន់បន្ទប់ឃុំឃាំងរបស់គេសាឡើងវិញបន្ទាប់ពីហេតុការណ៍នេះឌីកូបានក្លាយជាមនុស្សដែលគេពេញចិត្តយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកទោសក្នុងគុកទាំងមូលនៅពេលដែលអាហារថ្ងៃត្រង់អ្នកទោសបានចាប់ផ្ដើមបង្ហាញការគោរពយ៉ាងខ្លាំងចំពោះគេដោយផ្ដល់នូវនំចំហុយផ្សេងៗនិងការគោរពដល់គេយ៉ាងខ្លាំងដែលមើលទៅហាក់បីដូចជារឿងធំនៅក្នុងពន្ធនាគារតែមិនយូរប៉ុន្មានកូដិនក៏បានដើរមកជិតគេហើយក៏បានសម្ដែងនូវការអបអរសាទរចំពោះឌីកូថែមទៀតផងដែរគេបានប្រតិកម្មឌីកូថាបន្ទាប់ពីគេហ៊ានតតាំងជាមួយនឹងភ័យបែករួចមកគ្មាននរណាម្នាក់នៅក្នុងគុកសន្តិប្រណិហ៊ានប៉ះពាល់គេទៀតឡើយបន្ទាប់មករឿងចម្លែកមួយក៏បានកើតមានឡើងបន្តទៀតដែលរេគេក៏បានដើរចូលបច្ចិតឌីកូហើយហុចចំហុយមួយទៅឲ្យឌីកូថែមទៀតផងបន្ទាប់មកគេក៏បានប្រាប់ឌីកូថាជូលីគេចង់និយាយជាមួយនឹងឌីកូហើយឌីកូក៏បានដើរតាំងពេលតាំងក្តីបារម្ភទៅកាន់បន្ទប់ឃុំឃាំងរបស់ជូលីថែមទៀតផងនៅពេលដែលឌីកូគេបានមកដល់ជូលីគេក៏បានអរគុណទៅកាន់ឌីកូសម្រាប់ការជួយសង្គ្រោះជីវិតរបស់គេនៅឯមន្ទីរពេទ្យកាលពីលើកមុនគេបានសន្យាថាថ្ងៃណាមួយគេនឹងសងគុណទៅកាន់ឌីកូវិញក៏ប៉ុន្តែលោកត្រាថាឌីកូយល់ព្រមនៅពេលវេលាសមស្របមួយបានមកដល់កាលពីដំបូងឌីកូគេមិនមានអារម្មណ៍ប្រកបប្រជាក្នុងការទុកចិត្តអ្នកទោសដែលគ្រោះថ្នាក់បំផុតនៅក្នុងគុកនេះឡើយប៉ុន្តែឥឡូវនេះគឺគេមានការទុកចិត្តខ្លះៗហើយនៅពេលនេះទន្ទឹមនឹងនេះនៅក្នុង
ការិយាល័យពន្ធនាគារវិញមេកុកកំពុងតែរវល់រៀបចំពិធីជប់លៀងរបស់ខ្លួនមុនពេលដែលខ្លួនចិត្តចូលនិវត្តន៍មកដល់ដោយមានជំនួយការពីលេខារបស់គេថែមទៀតផងហើយលេខានោះគឺមានឈ្មោះថា Felisa មិនយូរប៉ុន្មាន Captain Brody ក៏បានចូលមកដល់ក្នុងការិយាល័យហើយមេកុកនោះក៏បានប្រាប់គេអំពីផែនការសម្ងាត់របស់គេក្នុងការលួចទ្រព្យសម្បត្តិរបស់ជូលីមុនពេលដែលគេចាក់ចេញពីពន្ធនាគារជារៀងរហូតផងដែរប៉ុន្តែ Brody គេធុញទ្រាន់នឹងអំពើពុករលួយនិងអំពើហិង្សាដែលកើតមានឡើងនៅក្នុងពន្ធនាគារប្រចាំថ្ងៃនេះខ្លាំងណាស់គេច្បាស់ជាមិនគ្រប់គ្រងផែនការនេះសោះឡើយដូច្នេះគេបានដើរចេញដោយភាពស្ងប់ស្ងៀមដោយមិនបានអ្វីច្រើននោះទេទោះបីជាយ៉ាងណាក៏ដោយ Felisa គេមានអារម្មណ៍ស្អប់ខ្ពើមនឹងអាកប្បកិរិយារបស់មេកុកនេះជាខ្លាំងនាងបានប្រមានថាប្រសិនបើអាជ្ញាធររកឃើញអ្វីដែលគេកំពុងធ្វើបច្ចុប្បន្ននេះគេនឹងអាចជួបបញ្ហាធ្ងន់ធ្ងរចាក់ជាពំខានក៏ប៉ុន្តែមេកុកគេមិនខ្វល់អ្វីនោះឡើយជំនួសឲ្យការព្រួយបារម្ភគេបាននិយាយថាគេត្រូវការជំនួយពី Felisa មេកុកគេបានដឹងហើយថា Felisa គឺចង់ខ្លាចជាអ្នកបន្តវេទពីគេដូច្នេះគេបានបង្ហាញនៅស្រមសម្បត្តិ2ស្រមសម្បត្តិទី1គឺមានលិខិតអនុសាសន៍ដែលជួយឲ្យនាងខ្លាចជាអ្នកគ្រប់គ្រងបន្តពីគេក៏ប៉ុន្តែស្រមសម្បត្តិទី2មានការចាប់ប្រកាន់ពីនាងដែលនាងមិនស្ដាប់បញ្ជារបស់ថ្នាក់ដឹកនាំសារនេះគឺច្បាស់ខ្លាំងណាស់ប្រសិនបើនាងជួយគេអនាគតរបស់នាងនឹងមានសុវត្ថិភាពតែប្រសិនបើនាងបដិសេធគេនឹងបំផ្លាញអាជីពរបស់នាង Felisa យល់ច្បាស់ពីអ្វីដែលចៅហ្វាយរបស់នាងកំពុងតែធ្វើក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺនាងនៅតែយល់ព្រមជួយគេព្រោះនាងជឿថាដល់ពេលដែលនាងឡើងខ្លាចជាអ្នកគ្រប់គ្រងវិញនាងនឹងអាចផ្លាស់ប្ដូរពន្ធនាគារ Saint Pran ឲ្យកាន់តែល្អប្រសើរឡើងវិញប៉ុន្មានថ្ងៃក្រោយមកGordonក៏ត្រូវបានគេហៅសាកសួរដើម្បីធ្វើការកែប្រែខ្លួនបន្ទាប់ពីចំណាយពេលអស់រយៈពេល10ឆ្នាំនៅក្នុងពន្ធនាគារGordonគេបានប្រាប់មេកុកដែលស្មោះត្រង់ថាគេបានកែប្រែនិងផ្លាស់ប្ដូរហើយគេក៏ចាំមានឱកាសទី2នៅក្នុងជីវិតរបស់គេផងដែរក៏ប៉ុន្តែមេកុកគេមិនជឿជាក់នោះទេគេបាននិយាយថាGordonគឺមិនដែលមានភាពលេចធ្លោនៅក្នុងពន្ធនាគារឡើយមិនថាក្នុងផ្លូវខុសឬផ្លូវត្រូវនោះឡើយការលើកបែបនេះបានធ្វើឲ្យGordonខឹងសម្បាយ៉ាងខ្លាំងហើយគេក៏បាននិយាយដោយកំហឹងថាការមានទោសរបស់គេគឺវាល្មមចាប់ហើយគេគ្រាន់តែចង់មានសេរីភាពតែប៉ុណ្ណោះប៉ុន្តែជាអកុសលការផ្ទុះអារម្មណ៍ខឹងរបស់គេបានបំផ្លាញរឿងរ៉ាវគ្រប់យ៉ាងទាំងអស់ពីគេបានបដិសេធសំណើរបស់គេភ្លាមហើយបញ្ជាបន្តឲ្យគេនៅក្នុងពន្ធនាគារបន្តទៅមុខទៀតដោយមានការបាក់ទឹកចិត្តទាំងស្រុងGordonគេបានត្រឡប់ទៅកាន់ទីតាំងអាហារដ្ឋានវិញហើយអង្គុយនៅលើតុចាំបាយដែលស្ងៀមស្ងាត់ប្រកបដោយការខកចិត្តយ៉ាងខ្លាំងនិងអស់សង្ឃឹមទីគោឥឡូវនេះកំពុងតែធ្វើការនៅក្នុងផ្ទះបាយគេបានព្យាយាមសម្រាប់ទុកមិត្តភ័ក្តិរបស់ខ្លួនក៏ប៉ុន្តែនៅខណៈពេលនោះដារេសរំពេចនោះក៏បានដើរមកជិតហើយកូនសចម្លែកមួយទៅឲ្យGordonដោយសម្ងាត់នៅខណៈពេលដែលGordonឃើញវាគេបានដឹងហើយថានេះគឺជាផែនការនៃការសម្ងាត់ដែលធ្វើឡើងដោយ Julie បន្តិចក្រោយមកបន្តពីDicoត្រឡប់ទៅធ្វើការនៅក្នុងផ្ទះបាយវិញGordonគេបានបើកអាវធំរបស់គេដែលស្ងាត់ហើយប្រើកូនសដើម្បីដោះកង់ជើងដែលនៅជាប់នឹងជើងរបស់គេនៅពេលដែលគេចាប់ផ្ដើមដោះស្រាប់តែកង់ជើងដែលនៅជាប់កជើងរបស់គេក៏ចាប់ផ្ដើមដំណើរការភ្លាមនោះមានន័យថាសារធាតុញៀននាលីមិនបន្តរារាំងធម្មពលរបស់គេទៀតទេបន្ទាប់ពីចាប់គុកច្រើនឆ្នាំមកGordonចុងក្រោយបានទទួលសមត្ថភាពពិតរបស់គេមកវិញប៉ុន្តែមុនពេលដែលគេធ្វើអ្វីមួយដែលមានភាពគ្រោះថ្នាក់គេបានដើរទៅរកGordonជាលើកចុងក្រោយហើយអរគុណGordonដែលបានធ្វើជាមិត្តល្អរបស់គេកន្លងមកក្នុងពន្ធនាគារDicoគេមានអារម្មណ៍ច្របល់ព្រោះGordonក៏ស្រាប់តែនិយាយដោយរំភើបប្រៀបបីដូចជាគេដឹងថារឿងអ្វីធំមួយនឹងបានកើតឡើងអញ្ចឹងបន្តមកGordonគេបានងាកទៅរកឆ្មាំពន្ធនាគារម្នាក់ហើយចាប់ផ្ដើមជាប្រមាថគេដោយនិយាយព្យាយាមធ្វើឲ្យគេវេតបគ្នាឆ្មាំពន្ធនាគារនោះគេក៏បានខឹងសម្បាយ៉ាងខ្លាំងជាមួយនឹងGordonហើយក៏បានដើរទៅបងទៅរកGordonថែមទៀតផងហើយGordonក៏បានត្រៀមចិត្តត្រៀមកាយក្នុងការទទួលយកគ្រប់បែបយ៉ាងនៅពេលដែលឆ្មាំពន្ធនាគារមកដល់ការផ្លាស់ប្ដូរយ៉ាងលឿនគេបានកែច្នៃខ្សែភ្លើងមួយដែលចេញពីអំពូលភ្លើងនៅក្បែរនោះហើយគេបានបុកវាទៅលើរាងកាយរបស់ឆ្មាំយាមទ្វារនោះថែមទៀតផងហើយអគ្គិសនីនោះក៏បានស្ទុះចូលទៅក្នុងរាងកាយរបស់Gordonដោយផ្ទាល់អគ្គិសនីនៅក្នុងពន្ធនាគារទាំងស្រុងដោយសារតែទទួលថាមពលពីGordonមិនបានគឺត្រូវបានផ្អាកជាបណ្ដោះអាសន្នកាមេរ៉ាត្រូវបិទចិត្តកង់ជើងអគ្គិសនីក៏ឈប់ដំណើរការឥឡូវនេះGordonក៏ត្រូវបានប្រែក្លាយជា Lightning Rod ពេញលេញម្ដងទៀតបន្ទាប់មកគេបានរត់គេចខ្លួនពីអាហារដ្ឋានមុនពេលដែលឆ្មាំបានដឹងខ្លួនដោយសារតែការដាច់ភ្លើងពន្ធនាគារទាំងអស់ក៏ត្រូវបានធ្លាក់ចូលក្នុងភាពវឹកវរសាជាថ្មីឆ្មាំយាមទ្វារគឺមិនអាចឆន់អត់ទោសតាមរយៈកង់ជើងរបស់ពួកគេបានទៀតនោះទេហើយអ្នកទោសជាច្រើនក៏ចាប់ផ្ដើមយល់ពីស្ថានភាពនេះភ្លាមនៅឯពន្ធនាគារ Diamond Jam និងក្រុមរបស់គេក៏បានសម្រេចចិត្តថាវាគឺជាការដ៏ល្អឥតខ្ចោះក្នុងការវាយប្រហារទៅលើPaybackម្ដងទៀតក៏ប៉ុន្តែមុនពេលការប្រយុទ្ធទៀតចាប់ផ្ដើមម៉ាស៊ីនបង្កាត់អគ្គិសនីពន្ធនាគារក៏ស្រាប់តែបើកដំណើរការសារឡើងវិញឆ្មាំពន្ធនាគារបានគ្រប់គ្រងកង់ជើងរបស់ពួកគេសារឡើងវិញហើយឆក់ពួកគេដោយប្រើអគ្គិសនីនិងអាចគ្រប់គ្រងពួកគេបានសារឡើងវិញថែមទៀតផងបន្ទាប់ពីស្ថានភាពត្រូវបានស្ងប់ស្ងាត់ឆ្មាំពន្ធនាគារក៏បានរកឃើញគ្នារបស់គេដែលបានស្លាប់នៅក្នុងអាហារដ្ឋានហើយពួកគេក៏បានដឹងច្បាស់ហើយថាGordonគឺជាអ្នកសម្លាប់ព័ត៌មានទាំងអស់នេះក៏បានលេចលឺទៅដល់មេកុកយ៉ាងលឿនហើយមេកុកគេក៏បានខឹងសម្បាយ៉ាងខ្លាំងមេកុកនោះក៏បានបញ្ជាឲ្យឆ្មាំរបស់ពួកគេដេញតាមចាប់Gordonឲ្យបានភ្លាមពេលនោះGordonគេបានរត់ទីខ្លួនទៅកាន់មន្ទីរពេទ្យដែលឈរនៅលើបង្អួចហើយគេបានសម្លឹងមើលទៅលើព្រះអាទិត្យហើយគេបាននិយាយដោយស្ងៀមស្ងាត់ថាខណៈពេលនេះគេមានសេរីភាពម្ដងទៀតហើយប៉ុន្តែសេ
រីភាពរបស់គេគឺមិនបានថិតថេរយូរឡើយឆ្មាំពន្ធនាគារម្នាក់ដែលមានឈ្មោះថា Liz Morales ក៏ស្រាប់តែចូលទៅក្នុងបន្ទប់ហើយក៏បានដាល់គេបដៃយ៉ាងខ្លាំងដែលធ្វើឲ្យគេដួលទៅលើដីហើយនាងក៏បានតាក់ទងទៅកាន់មេគុកហើយប្រាប់មេគុកថានាងបានរកឃើញគោដិនដែលរត់គេចខ្លួនហើយនៅពេលនោះហើយដែលមេគុកបានដាក់បញ្ជាមួយដល់ភ័យខ្លាចដល់នាងដែលឲ្យនាងសម្លាប់គោដិនចោលជាការសងសឹកចំពោះឆ្មាំគោដែលគេបានសម្លាប់ Liz មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងមិនចង់ប្រហារជីវិតអ្នកទោសនោះឡើយក៏ប៉ុន្តែនេះគឺជាបទបញ្ជារបស់មេគុកដាក់សម្ពាធទៅលើនាងហើយបង្ខំឲ្យនាងស្ដាប់បង្គាប់ថែមទៀតផងដោយប្រាស្រ័យដៃរបស់នាង Liz បានដាល់គោដិនចំក្បាលជាច្រើនដងរហូតដល់ធ្វើឲ្យគេស្លាប់បាត់បង់ជីវិតនៅថ្ងៃបន្ទាប់ Deco គឺគេមានការក្រៀមក្រំយ៉ាងខ្លាំងបន្ទាប់ពីគេបានបាត់បង់មិត្តភក្តិពិតប្រាកដនៅក្នុងពន្ធនាគាររបស់គេតែម្នាក់គត់ Deco គេកំពុងតែមានអារម្មណ៍ធ្លាក់ទឹកចិត្តគេក៏បានទទួលទូរស័ព្ទពីប្រពន្ធរបស់គេផងដែរនាងបានប្រាប់គេថាជីវិតនៅខាងក្រៅកំពុងតែលំបាកខ្លាំងណាស់ហើយនាងគឺមិនអាចបន្តចិញ្ចឹមកូនស្រីរបស់គេតែម្នាក់ឯងបានទៀតនោះទេ Deco គេបានព្យាយាមធ្វើឲ្យនាងស្ងប់ចិត្តហើយសន្យាថាគេកំពុងតែរកធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីបញ្ចប់ទោសរបស់គេឲ្យបានលឿននិងឆាប់ត្រឡប់ទៅផ្ទះវិញដើម្បីជួបជុំគ្រួសារប៉ុន្តែប្រពន្ធរបស់គេបានសារភាពទាំងក្តីសោកសៅថានាងមិនដឹងថាតើនាងអាចរងចាំគេបានយូរប៉ុណ្ណាទៀតនោះទេមុនពេល Deco អាចបន្តការសន្ទនាបានតាមពន្ធនាគារដែលមានឈ្មោះថា Liz បានកែផ្ដាច់ទូរស័ព្ទរបស់គេហើយនាំគេទៅជួបជាមួយនឹងមេគុកខណៈពេលនោះមេគុកក៏បាននាំ Deco ទៅកាន់តំបន់ឃុំខាងដីឡៃដែលជាកន្លែងដែលគេសួរចម្លើយអ្នកទោសនិងកាយសាហាវបំផុតដែលមិនអាចស្រមៃបានតានេះគឺច្បាស់ខ្លាំងណាស់ប្រសិនបើ Deco គេបដិសេធមិនសហការគេអាចនឹងត្រូវជាប់នៅក្នុងបន្ទប់នោះជារៀងរហូតបន្ទាប់មកមេគុកក៏បានសួរនៅសំណួរពិបាកដល់គេថែមទៀតផងគេចង់ដឹងថាហេតុអ្វីបានជាជួល Liz ស្រាប់តែមានការចាប់អារម្មណ៍ទៅលើ Deco ដោយក្តីបារម្ភ Deco គេក៏បានបញ្យល់ថាគេគ្រាន់តែជួយសង្គ្រោះជួល Liz នៅក្នុងបន្ទប់បន្ទីពេទ្យតែប៉ុណ្ណោះមិនមានអ្វីផ្សេងនោះទេបន្ទាប់ពីបានលើបែបនេះមេគុកក៏បានផ្ដល់បទបញ្ជាដល់គ្រោះថ្នាក់មួយទៅកាន់ Deco ចាប់ពីពេលនេះតទៅ Deco ក៏ត្រូវតែស៊ើបការពីជួល Liz មកកាន់ខ្លួនជារៀងរាល់ថ្ងៃប្រសិនបើបដិសេធ Deco គេនឹងត្រូវចំណាយពេលយ៉ាងយូរនៅក្នុងបន្ទប់ឃុំឃាំងដាច់ដライពីគេដោយគ្មានជំរឿន Deco គេត្រូវតែស្ដាប់បង្គាប់នឹងការបញ្ជារបស់មេគុកតែប៉ុណ្ណោះហើយបន្ទាប់ពីនោះជីវិតរបស់គេនៅក្នុងពន្ធនាគារក៏ត្រឡប់ទៅរកភាពធម្មតាវិញសម្រាប់រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ប៉ុន្តែនៅពីខាងក្រោយខ្នង Julie កំពុងតែបន្តផែនការអាត់កំបាំងរបស់គេដោយសម្ងាត់ព្រឹកមួយ Julie គេបានបញ្ជូនបងចៅរបស់គេម្នាក់ឲ្យយកបញ្ជូលសាក់មួយទៅប្រកល់ទៅឲ្យ Payback ដោយសម្ងាត់ Payback គេមិនដឹងថាតើនរណាគឺជាអ្នកផ្ញើមកនោះទេក៏ប៉ុន្តែគេមិនខ្វល់នោះឡើយជំនួសឲ្យការឆ្ងល់គេបានចាប់ផ្ដើមប្រើបញ្ជូលនោះដើម្បីសាក់រូបសញ្ញាឈើឆ្កាងដ៏ធំមួយនៅលើមុខរបស់គេដោយការដែលគេមានរូបឈើឆ្កាងនៅលើអាវរបស់គេមុនពេលដែលគេចូលគុកបន្ទាប់ពីសាក់រួច Payback គេក៏បានដើរចូលទៅក្នុងលេនដ្ឋានពន្ធនាគារហើយភ្លាមៗនោះគេក៏បានស្វែងរកអីមិនចាំតាមទៀតផងវាច្បាស់ណាស់ថាគេចង់វាយគ្នាម្ដងទៀតក៏ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺ James គេបានបដិសេធគេបានប្រាប់ Payback វិញថាវាមិនទាន់ដល់ពេលនោះទេក៏ប៉ុន្តែគេបានសន្យាថាមិនយូរមិនឆាប់នោះទេពួកគេនឹងត្រូវដោះស្រាយរឿងរ៉ាវទាំងអស់នេះជាលើកចុងក្រោយនេះបង្ហាញយ៉ាងច្បាស់ថា James កំពុងតែធ្វើតាមបទបញ្ជារបស់នរណាម្នាក់ផ្សេងទៀតនិងកំពុងតែរងចាំពេលវេលាដ៏ស័ក្តិសមមួយពេលនោះ Deco គេនៅតែព្យាយាមរស់រានមានជីវិតពីមួយថ្ងៃទៅមួយថ្ងៃក៏ប៉ុន្តែបន្ទាប់ពីការស្លាប់របស់កូដិនចុងក្រោយគេបានសម្រេចចិត្តប្រឈមមុខនឹង Julie ដោយផ្ទាល់នៅពេលដែល Deco ចូលទៅក្នុងបន្ទប់របស់ Julie គេបានសួរ Julie ថាតើផែនការពិតរបស់ Julie គឺជាអ្វីហើយហេតុអ្វីបានជាគេបន្តអូសទីរូបគេចូលទៅក្នុងរឿងទាំងអស់នេះ Julie គេបានប្រាប់ Deco ដោយសម្ងាត់ឲ្យមានការអត់ធ្មត់បន្ទាប់មកគេក៏បាននិយាយរឿងដ៏គួរភ្ញាក់ផ្អើលមួយប្រសិនបើអ្វីៗដំណើរការទៅតាមផែនការអ្នកទាំងពីរនឹងទទួលបានសេរីភាពមុនដៃសប្តាហ៍នេះក្នុងពេលជាមួយគ្នានោះផងដែរ Felisa នេះក៏កំពុងតែរងចាំដោយក្តីបារម្ភដើម្បីដឹងថាតើនេះនឹងក្លាយជាអ្នកគ្រប់គ្រងថ្មីបន្ទាប់ពីមេគុកជួយនៅវត្តដែរឬទេប៉ុន្តែរំពេចនោះនាងក៏ទទួលបានដំណឹងដ៏សែនអាក្រក់មួយតាមរយៈ email Captain Brody ក៏កំពុងត្រូវបានពិចារណាសម្រាប់តំណែងនេះផងដែរដោយកំហឹង Felisa ក៏ត្រូវបានប្រឈមមុខជាមួយនឹងមេគុកនោះភ្លាមៗខណៈពេលនោះមេគុកគេបានធ្វើពុតជាគ្មានកំហុសហើយក៏បាននិយាយថាគេគ្រាន់តែចង់ផ្ដល់ឱកាសដល់យុត្តិធម៌ដល់ Brody សម្រាប់ការឡើងតំណែងនេះផងដែរក៏ប៉ុន្តែ Felisa មិនទុកចិត្តតតែសោះ Felisa នាងប្រកាសណាស់ថាមេគុកកំពុងតែលាក់បាំងរឿងអ្វីមួយក៏សូម្បីតែ Captain Brody ខ្លួនឯងក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីបានឮព័ត៌មាននេះហើយនិយាយដោយស្មោះត្រង់ទៅគាត់មើលទៅហាក់បីដូចជាមិនសប្បាយចិត្តរឿងនេះផងដែរទោះបីជាយ៉ាងណាក៏ដោយ Brody គេបានសម្រេចចិត្តផ្ដោតអារម្មណ៍នឹងរក្សាពន្ធនាគារឲ្យស្ថិតនៅក្នុងការគ្រប់គ្រងរបស់មេគុករហូតដល់មេគុកចូលនិវត្តន៍ជាផ្លូវការដូច្នេះគេបានទៅកាន់សាលពន្ធនាគារឲ្យព្រមាន James មិនឲ្យបង្កបញ្ហានៅថ្ងៃចុងក្រោយរបស់មេគុកឡើយ James បានធ្វើពុតជាយល់ព្រមក៏ប៉ុន្តែនៅខណៈពេលដែល Brody ដើរចេញទៅ James គេបានប្រាប់ក្រុមគ្នារបស់គេថាគេមានផែនការពេញលេញក្នុងការសម្លាប់ Captain Brody នៅពេលដែលមានពេលវេលាណាស័ក្តិសមមកដល់បើទោះបីជាយ៉ាងណាក៏ដោយគេបាននិយាយថាពួកគេគឺត្រូវតែបន្តធ្វើផែនការរបស់ Julie ជាមុនសិនចុងក្រោយនៅថ្ងៃជួបនិវត្តន៍របស់មេគុកក៏បានមកដល់នៅខណៈពេលដែលគេដើរចូលទៅក្នុងពន្ធនាគារគេក៏បានហៅ Felisa និង Captain Brody ចូលទៅក្នុងការិយាល័យរបស់គេផងដែរបន្ទាប់មកគេក៏បានប្រកាសពីការសម្រេចចិត្តចុងក្រោយរបស់គេថែមទៀតផងសម្រាប់រឿងដែលធ្វើឲ្យ Lisa ភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ Brody គឺត្រូវបានជ្រើសតាំងជាអ្នកគ្រប់គ្រងនៃពន្ធនាគារថ្មី Felisa មើលទៅស្រងត់សម្ងាត់ព្រោះនាងជឿជាក់យ៉ាងពិតប្រាកដថានាងគឺជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បំផុតសម្រាប់កិច្ចការងារនេះដោយខកចិត្តយ៉ាងខ្លាំងនឹងកំហឹងនាងបានចាក់ចេញពីការិយាល័យដោយស្ងៀមស្ងាត់ហើយនិយាយដោយស្មោះត្រង់ទៅសូម្បីតែ
ប្រឌីខ្លួនឯងក៏មានអារម្មណ៍មិនស្រួលក្នុងការឡើងតំណែងនេះផងដែរក៏ប៉ុន្តែមេកុកគេមិនខ្វល់ពីអារម្មណ៍របស់នរណាម្នាក់ឡើយនោះមកវិញគេបានតម្រង់ទៅកាន់បន្ទប់របស់ជូលីភ្លាមៗដើម្បីបញ្ចប់កិច្ចសន្យាព្រមព្រៀងសម្ងាត់របស់ពួកគេខណៈពេលនោះមេកុកក៏បានហៅ tablet មួយដែលមានគណនីរបស់ខ្លួនទៅឲ្យជេលីសដើម្បីឲ្យអ្នកទោសទាំងអស់នោះផ្ទេរទ្រព្យសម្បត្តិមកកាន់គណនីរបស់ខ្លួននៅពេលដំណើរគ្នានោះផងដែរនៅឯលីនដ្ឋានពន្ធនាគារ Payback គេក៏បានដើរទៅរកចែម្ដងទៀតដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនជាលើកចុងក្រោយលើកនេះចែមគេក៏បានទទួលយល់ព្រមហើយអ្នកទាំងពីរក៏បានរៀបចំផែនការក្នុងការវាយតប់គ្នាយ៉ាងសាហាវឃោរឃៅថែមទៀតផងដោយឃើញស្ថានភាពកាន់តែគ្រោះថ្នាក់ Alice និងកាប៉េតិន Brody ក៏បានព្យាយាមបើកប្រព័ន្ធកង់ជាអគ្គិសនីរបស់អ្នកទោសយ៉ាងលឿនក៏ប៉ុន្តែរំពេចនោះមានអ្វីកើតឡើងឡើយកង់ជើងទាំងអស់នោះគឺបានឈប់ដំណើរការទាំងស្រុងនៅខណៈពេលដំណើរគ្នានោះផងដែរ Julie ក៏បានបញ្ជាសម្ងាត់មួយតាមរយៈ tablet ដោយសម្ងាត់ជំនួសឲ្យការផ្ទេរប្រាក់របស់គេតែមួយមុខគេបាន hack ដោយផ្ទាល់ចូលទៅក្នុងប្រព័ន្ធអគ្គិសនីរបស់ពន្ធនាគារក្នុងរយៈពេលតែប៉ុន្មានវិនាទីកង់ជើងរបស់អ្នកគ្រប់គ្រងទាំងអស់នៅក្នុងពន្ធនាគារក៏ត្រូវបានបាត់សារធាតុញៀន Nelly ក៏ត្រូវបានបាត់ដំណើរការទាំងស្រុងធ្វើបែបនេះអ្នកទោសទាំងអស់ពួកគេទទួលបានធម្មពលពិសេសរបស់ពួកគេត្រឡប់មកវិញពន្ធនាគារទាំងមូលត្រូវបានផ្ទុះឡើងទៅជាភាពវឹកវរភ្លាមៗអ្នកទោសបានចាប់ផ្ដើមវាយប្រហារគ្នាអ្នកខ្លះវាយជាមួយប៉ូលីសអ្នកខ្លះវាយជាមួយគ្នាឯងប្រយុទ្ធគ្នាទៅវិញទៅមកដោយបំផ្លាញអ្វីៗគ្រប់យ៉ាងនៅជុំវិញពួកគេចលាចលដ៏ធំនៅក្នុងពន្ធនាគារក៏បានចាប់ផ្ដើមឡើងឆ្មាំយាមទ្វារទាំងឡាយក៏បានព្យាយាមយ៉ាងអស់សង្ឃឹមដើម្បីបញ្ឈប់បញ្ហាដ៏ឆ្កួតលាលាមួយនេះក៏ប៉ុន្តែស្ថានភាពនេះគឺបានធ្លាក់ចុះយ៉ាងលឿនហួសពីការស្មាននៃការគ្រប់គ្រងរបស់ពួកគេទៅទៀតពេលនេះនៅខាងក្នុងនៃមន្ទីរពេទ្យឌីកូក៏ស្រាប់តែមានអារម្មណ៍ថាខ្លួនគេមានធម៌ពលសារលវិញសមត្ថភាពជឿចិត្តរបស់គេក៏ស្រាប់តែប្រែជាខ្លាំងក្លាជាងមុនហើយគេបានចាប់ផ្ដើមទទួលដឹងពីការភ័យខ្លាចកំហឹងការឈឺចាប់និងភាពឆ្កួតលាលារបស់អ្នកទោសដែលនៅជុំវិញខ្លួនគេក្នុងពេលតែមួយហើយអារម្មណ៍នេះក៏បានហូរចូលលើលើខ្លួនប្រាណគេដែលធ្វើឲ្យគេឆាប់បាក់ទឹកចិត្តថែមទៀតផងក៏ប៉ុន្តែលោកស្រីបញ្ជាបណ្ឌិតអ៊ីសាប៊ែលក៏បានជួយឲ្យគេស្ងប់អារម្មណ៍យ៉ាងលឿនហើយបានប្រាប់គេថាអ្នកជំងឺនៅក្នុងមន្ទីរពេទ្យគឺត្រូវតែមានការការពារឌីកូគេក៏បានយល់ព្រមជួយរួចបញ្ជាបណ្ឌិតអ៊ីសាប៊ែលនិងឆ្មាំសន្តិសុខបណ្ដាក់ពួកគេក៏បានបិទផ្លូវដើរដើម្បីរារាំងអ្នកទោសដ៏គ្រោះថ្នាក់បំផុតមិនឲ្យចូលមកក្នុងមន្ទីរពេទ្យក្នុងពេលជាមួយគ្នានោះផងដែរនៅខាងក្នុងបន្ទប់របស់ជូលីហ្វីលីសាគឺបានតាក់ទងទៅកាន់មេគុកហើយប្រាប់មេគុកថាមាននរណាម្នាក់គេបានហាក់ប្រព័ន្ធពន្ធនាគារនិងបានរំដោះធម្មពលរបស់អ្នកទោសទាំងអស់ហើយមេគុកក៏បានព្យាយាមចាក់ចេញពីបន្ទប់នោះភ្លាមៗដើម្បីដោះស្រាយបញ្ហានោះបន្ទាន់ក៏ប៉ុន្តែបញ្ហាដ៏ធំមួយក៏ត្រូវបានកើតឡើងទ្វារបន្ទប់ឃុំឃាំងដ៏ធំមួយក៏ត្រូវបានចាក់សរចេញពីខាងក្រៅជូលីក៏បានរៀបចំផែនការគ្រប់គ្រងបានយ៉ាងល្អឥតខ្ចោះមិនត្រឹមតែគេបានបិទដំណើរការកង់ជើងរបស់អ្នកទោសប៉ុណ្ណោះទេក៏ប៉ុន្តែគេក៏បានចាក់សរទ្វារទប់ឃុំឃាំងអេឡិចត្រូនិកទាំងស្រុងទូទៅនៅក្នុងពន្ធនាគារទាំងអស់ផងដែរឥឡូវនេះអ្នកទោសដ៏គ្រោះថ្នាក់ព្រោះក៏ត្រូវបានរំដោះឲ្យមានសេរីភាពសារឡើងវិញភាពវឹកវរបានរាលដាលពីពេញពន្ធនាគារក្នុងរយៈពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះអ្នកទោសដែលមានធម្មពលឡាស៊ែរធម្មពលបញ្ជាវត្ថុធម្មពលភ្លើងនិងជំនាញគ្រប់គ្រងជាច្រើនទៀតបានចាប់ផ្ដើមបំផ្លាញអ្វីៗគ្រប់យ៉ាងដែលនៅទៅមុខពួកគេតាមមួយចំនួនក៏ត្រូវបានសម្លាប់ភ្លាមៗអ្នកខ្លះក៏ត្រូវបានវាយប្រហារដោយមិត្តរួមក្រុមជាមួយគ្នាត្រូវបានសម្លាប់ផងដែរហើយពន្ធនាគារទាំងមូលក៏ត្រូវបានដួលរលំទាំងស្រុងពេលនេះចែមគេទទួលបានធម្មពលពេញលេញរបស់គេត្រឡប់មកវិញចុងក្រោយរាងកាយរបស់គេត្រូវបានបំផ្លាញទៅជាបេសកដ៏ធំមហិមានិងស្បែករបស់គេស្ទើរតែមិនអាចបំផ្លាញបានសូម្បីតែ Payback ក៏ពិបាកក្នុងការប្រយុទ្ធជាមួយនឹងគេផងដែរចែមបានវាយប្រហារទៅលើ Payback យ៉ាងសាហាវឃោរឃៅហើយដៃទៅទេហើយទម្លាក់ Payback ទៅលើដីចែមគេរៀបសម្លាប់ Payback ទៅហើយក៏ប៉ុន្តែនៅពេលនោះក៏មានអ្នកទោសម្នាក់ទៀតគេមកលួចវាយប្រហារចែមពីខាងក្រោយខ្នងក៏ប៉ុន្តែការវាយប្រហារនេះគឺស្ទើរតែមិនមានអារម្មណ៍ឈឺទៅដល់សន្តិលើចែមតែប្រើកម្លាំងបិសាចរបស់គេបានសម្លាប់អ្នកទោសនោះបានយ៉ាងលឿនដោយវាយប្រហារយ៉ាងសាហាវនៅចំករបស់គេបើទោះបីជាយ៉ាងណាក៏ដោយការរំខាននេះគឺបានផ្ដល់ផលពេលវេលាដ៏មានតម្លៃសម្រាប់ Payback ដើម្បីរត់គេចខ្លួននៅចំណុចកាប៉េតិន Brody និងឆ្មាំពន្ធនាគារទាំងអស់ដែលនៅសេសសល់ពួកគេក៏ពុំតែព្យាយាមយ៉ាងអស់សង្ឃឹមដើម្បីគ្រប់គ្រងការបះបោរទាំងអស់នោះ Brody គេបានសួរ Felisa ថាតើមានវិធីណាមួយដើម្បីបើកដំណើរការកង់ជើងទាំងអស់នេះសារល្វីដែរទេ Felisa គេក៏បានដឹងពីដំណោះស្រាយនេះយ៉ាងលឿនប្រសិនបើពួកគេចាប់ផ្ដើមធ្វើម៉ាស៊ីនបង្កើតអគ្គិសនីពន្ធនាគារសារឡើងវិញប្រព័ន្ធសុវត្ថិភាពគួរតែត្រឡប់មកវិញដែលអនុញ្ញាតឲ្យពួកគេអាចគ្រប់គ្រងកង់ជើងនិងបើកដំណើរការសារធាតុគីមីនេលីសារឡើងវិញដោយមិនបុកអង្គយូរ Brody ក៏បានសម្រេចចិត្តធ្វើរឿងនេះភ្លាមៗក្នុងពេលជាមួយគ្នានោះផងដែរនៅឯមន្ទីរពេទ្យក្រុមអ្នកទោសមួយក្រុមក៏បានព្យាយាមទម្លាក់របាំងការពារ Dico គេក៏បានកម្លាំងចិត្តពីការការពាររបស់វិជ្ជបណ្ឌិតស្រីដែលមានឈ្មោះថា Isabel អ្នកជំងឺដូច្នេះគេក៏បានប្រើប្រាស់ធម្មពលរបស់គេដើម្បីរំយកកំហឹងនិងហានិភ័យខ្លាចពីអ្នកទោសទាំងអស់នោះរជុំបញ្ចូលអារម្មណ៍ឈឺចាប់និងសោកស្ដាយយ៉ាងខ្លាំងក្លាត្រឡប់ទៅវិញដែលធ្វើឲ្យពួកអ្នកទោសទាំងអស់នោះបាត់បង់ស្មារតីនិងដួលសន្លប់ភ្លាមៗនៅឯបន្ទប់ឃុំឃាំងដាច់ដោយឡែកជូលីក៏បានដើរចេញពីបន្ទប់ដោយសេរីភាពខណៈពេលនោះមេគុកនោះក៏បានចំនៅក្នុងបន្ទប់ឃុំឃាំងនោះផងដែរហើយគេក៏បានស្រែកសុំអង្វរឲ្យជូលីដើម្បីដោះលែងខ្លួនក៏ប៉ុន្តែជូលីគេមិនខ្វល់ឡើយជូលីគេបានដើរទៅកាន់លៀនដ្ឋានពន្ធនាគារដែលជាកន្លែងដែលរៀននឹងចែមកំពុងតែរងចាំខ្លួនឥឡូវនេះជូលីអាចប្រើធម្មពលរបស់គេដើម្បីបញ្ជាចិត្តមនុស្សគ្រប់គ្នាឲ្យធ្វើតាមបញ្ជារបស់ខ្លួនដើម្បីវាប្រហាររកច្រកចេញនិងរត់គេចចេញពីពន្ធនាគារថែមទៀតផងប្រឌីនឹងលីពួកគេទាំងពីរនាក់ក៏បានទៅដល់បន្ទប់បញ្ជាចរន្តអគ្គិសនីហើយពួកគេទាំងពីរនាក់ក៏បានព្យាយាមបើកប្រព័ន្ធភ្លើងទឹកអស់នោះសារឡើងវិញប៉ុន្តែខណៈពេលនោះចែមក៏បានមកដល់ទីនោះដើម្បីរារាំងពួកគេក្នុងការបើកចរន្តភ្លើងការវាយតប់គ្នាដ៏ខ្លាំងក្លាក៏
ក៏បានកាត់ឡើងប្រដេនឹងលេពួកគេទាំងពីរនាក់ក៏បានរូបដៃគ្នាវាតបជាមួយនឹងចែមនៅខណៈពេលដែលចែមនឹងរៀបនឹងសម្រាប់ប្រដេនោះ Payback គេក៏បានលេចបុកបសាជាថ្មីដោយប្រើប្រាស់អាវុធធនធ្ងន់នឹងការវាយប្រហារចាប់ចំណុចខ្សោយ Payback គេអាចសម្លាប់ចេតបានសម្រេចដើម្បីសងសឹកនិងបញ្ចប់ចំនួនរបស់ពួកគេទាំងពីរនាក់ដោយមានការជួយជ្រោមជ្រែងពី Payback លេសនិងការពេតេនប្រដេពួកគេទាំងពីរនាក់ក៏អាចបញ្ឆេះបើសិនណាគេសនីបានសារឡើងវិញប្រព័ន្ធសន្តិសុខត្រូវបានដំណើរការសារឡើងវិញភ្លាមៗកង់ជើងរបស់NATOទាំងអស់ក៏ត្រូវបានចាប់ផ្ដើមឡើងដោយសារធាតុនាលីនឹងត្រូវបានបញ្ចេញហើយបានឆក់អគ្គិសនីដ៏ខ្លាំងក្លាធ្វើឲ្យNATOដែលបះបោរទាំងអស់នោះស្លាប់នៅលើដីនិងបាត់បង់ធម៌ពលពិសេសរបស់ពួកគេភ្លាមៗថែមទៀតផងភាពវឹកវរទាំងអស់ក៏ត្រូវបានបញ្ចប់ហើយក៏កម្លាំងប្រសាសន្តិសុខក៏ត្រូវបានគ្រប់គ្រងពន្ធនាគារទាំងអស់នោះដោយរលូនសារឡើងវិញខណៈពេលនោះមេកុកក៏ត្រូវបានចាប់ខ្លួនពីបទពុករលួយនិងការខុបខិតខុសច្បាប់ប្រឌីក៏បានទទួលតំណែងជាអ្នកគ្រប់គ្រងពន្ធនាថ្មីជាផ្លូវការហើយបានសន្យាថានឹងធ្វើការបែបប្រព័ន្ធពន្ធនាគារនេះដោយមានយុត្តិធម៌ដោយសារតែមានភាពក្លាហាននិងការជួយសង្គ្រោះពីជីវិតមនុស្សជាច្រើនឌីកូក៏ត្រូវបានគេពិចារណាបន្ថយទោសយ៉ាងច្រើននិងទទួលបានសេរីភាពត្រឡប់ទៅជួបប្រពន្ធកូនរបស់គេវិញប្រិយមិត្តសម្រាប់សាច់រឿងនេះក៏សូមចាប់ត្រឹមតែប៉ុណ្ណេះសង្ឃឹមថាប្រិយមិត្តចូលចិត្តក៏ដូចជាការគាំទ្រនៅការសម្ដែងរបស់ Admin យើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ